សួស្តីកូនក្មួយទាំងអស់គ្នាថ្ងៃនេះពួកយើងនឹងមានរឿងមានចំណងជើងថាដើមឈើនិងស្នៀតឈើកាលពីព្រេងនាយមានគ្រួសារមួយតែងតែធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីកាប់ឈើលក់ថ្ងៃមួយពេលចេញទៅកាប់ឈើពួកគេក៏ប្រទះឃើញដើមឈើមួយដើមធំចម្លែកបែកមែកសាការត្រឈឹងត្រឈៃទើបគេសម្រេចចិត្តថានឹងកាប់ដើមឈើនេះយកទៅលក់ប្រហែលជានឹងបានកម្រៃគួរសមក្រោយពីជ្រើសរើសថ្ងៃជាវេលាល្អស្រួលបួសហើយគេក៏នាំគ្នាកាប់ដើមឈើដោយប្រើពូថៅកាប់ចាំងគល់ឈើនោះក្រឡឹងជុំវិញចាំងហើយចាំងទៀតតតែដើមឈើនោះរលំចុះឮសូរក្រែងរំជួយប្រត់ទៅពីកូនប្រុសក៏ឲ្យយោបល់ថាយើងសែងវាទៅផ្ទះមិនរួចទេតតែជ្រៀកវាឲ្យតូចៗសិនទើបអាចជញ្ជូនវាទៅស្រួលបន្ទាប់មកអ្នកកាប់ឈើទាំងនោះក៏កាប់មែកឈើយកមកសម្រួចធ្វើជាស្នៀតមកសៀតហើយដំទម្លុះដើមឈើបំបែកជាចម្រៀកខណៈពេលដែលគេកំពុងយកស្នៀតឈើមកដំទម្លុះឈើខ្លួនឯងនោះឈើធំក៏ដើមឈើធំក៏ត្អូញត្អែដោយក្តីឈឺចាប់ថាបើយកពូថៅមកកាប់យើងដូចជាមិនសូវឈឺចាប់ប៉ុន្មានទេតែពេលនេះយើងឈឺចាប់ខ្លាំងណាស់គឺឈឺចាប់នឹងគេយកមែកខ្លួនឯងមកពុះយើងជាចម្រៀកបែបនេះគ្មានអ្វីឈឺចាប់ជាងការចាញ់ល្បិចមនុស្សចំណិតបំផុតនោះទេ Sharing for more